ចំពោះមនុស្សមួយចំនួនវាគ្រាន់តែជាយន្តហោះចម្បាំងមួយគ្រឿងតែប៉ុណ្ណោះប៉ុន្តែសម្រាប់បណ្ដាប្រទេសដែលប្រើប្រាស់វាគឺជាអ្នកការពារនិងជាការមើលឃើញជាមុននៅអនាគតនៃសមរភូមិលើអាកាសផ្ទៃខាងក្រៅរបស់វាហាក់ដូចជាមានជីវិតមានកែមស្រួចផ្ទៃកោងរលោងនិងតួខ្លួនពណ៌ស្រអាប់ដែលត្រូវបានរចនាឡើងដើម្បីកុំឲ្យគេមើលឃើញវាគឺជា F-35 Lightning II ហើយនេះគឺជាសាច់រឿងរបស់វាដែលជាយន្តហោះដែលមានឥទ្ធិពលក្នុងសតវត្សទី21រឿងរ៉ាវរបស់វាបានចាប់ផ្ដើមនៅក្នុងទសវត្សរ៍ឆ្នាំ1990នៅពេលដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សបំផុតយន្តហោះចម្បាំងជំនាន់ចាស់នៅតែមានអានុភាពប៉ុន្តែបច្ចេកវិទ្យាតែងតែឈានទៅមុខជានិច្ចសហរដ្ឋអាមេរិកបានចាប់ផ្ដើមកម្មវិធីដ៏ធំសម្បើមមួយនោះគឺកម្មវិធីយន្តហោះចម្បាំងចម្រុះមុខងារបេសកកម្មនេះធ្វើឡើងដើម្បីបង្កើតយន្តហោះមួយប្រភេទដែលអាចប្រើប្រាស់បានសម្រាប់អង្គភាពទាំង3នោះគឺកងទ័ពអាកាសកងទ័ពជើងទឹកនិងកងទ័ពម៉ារីនបន្ទាប់ពីការប្រកួតប្រជែងការសាកល្បងនិងការរៀបចំបច្ចេកវិទ្យាអស់រយៈពេលជាច្រើនឆ្នាំក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក model របស់ក្រុមហ៊ុន Lockheed Martin គឺជាអ្នកឈ្នះហើយឈ្មោះរបស់វាត្រូវបានគេជ្រើសរើសថា F-35 Lightning II ដែលជាការរំលឹកដល់យន្តហោះរឿងព្រេងនិទាន P-38 Lightning កាលពីសម័យសង្គ្រាមលោកលើកទី2ការរចនារបស់ F-35 គឺមានបំណងស្រូបបំបែកទិសដៅនិងធ្វើឲ្យបាត់ខ្លួនពីអេក្រង់រ៉ាដាប៉ុន្តែការបំបាំងកាយគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅក្នុងខ្លួនរបស់វាមានឈុត sensor ដែលដើរតួនាទីជាវិញ្ញាណទី6បែប digital ប្រព័ន្ធ distribute aperture system មានកាមេរ៉ាចំនួន6ដែលផ្ដល់ឲ្យអ្នកបើកបរនៅទិដ្ឋភាព360ដឺក្រេសូម្បីតែនៅក្រោមបាតយន្តហោះក៏ដោយ Radar AN/APG 81 AESA តាមដានគោលដៅពីចម្ងាយជាមួយនឹងភាពជាក់លាក់គួរឲ្យភ្ញាក់ផ្អើល Sensor Fusion ព័ត៌មានពីគ្រប់ប្រព័ន្ធទាំងអស់ត្រូវបានបញ្ចូលគ្នាទៅជារូបភាពដ៏ច្បាស់លាស់មួយសម្រាប់អ្នកបើកបរវាដូចជាការមើលពិភពលោកតាមរយៈកុំព្យូទ័រដ៏ទំនើបបំផុតមួកសុវត្ថិភាពរបស់អ្នកបើកបរ F-35 គឺជាមួកដ៏ទំនើបបំផុតមួយដែលមិនធ្លាប់មានវាបង្ហាញទិន្នន័យដោយផ្ទាល់នៅលើកញ្ចក់មុខមួកតែម្ដងដែលមិនចាំបាច់មានអេក្រង់ក្នុងបន្ទប់បញ្ជាតាមបែបបុរាណឡើយនៅខាងក្រោមយន្តហោះមានម៉ាស៊ីនតែមួយគត់គឺ Pratt & Whitney S135 ដែលជាម៉ាស៊ីនយន្តហោះចម្បាំងដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រការអភិវឌ្ឍ F-35 បានក្លាយជាគម្រោងយោធាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រF-35A មួយគ្រឿងជាទូទៅមានតម្លៃប្រហែល70ទៅ80លានដុល្លារអាស្រ័យលើប្រទេសនិងការរៀបចំគ្រឿងបំពាក់របស់វាក្នុងមួយជីវិតនៃកម្មវិធីនេះវារួមបញ្ចូលថវិការាប់ពាន់លានដុល្លារពីបណ្ដាប្រទេសជាដៃគូជាច្រើនប៉ុន្តែគោលដៅមិនមែនត្រឹមតែដើម្បីសាងសង់យន្តហោះនោះទេវាគឺដើម្បីបង្កើតកងយានយន្តសកលដែលជាយន្តហោះប្រើប្រាស់រួមគ្នាសម្រាប់សម្ព័ន្ធមិត្តជុំវិញពិភពលោកសប្តាហ៍ថ្ងៃនេះ F-35 ត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើននៅអឺរ៉ុបអាស៊ីនិងមជ្ឈិមបូព៌ាដែលបង្កើតបានជាបណ្ដាញអានុភាពផ្លូវអាកាសដែលមិនធ្លាប់មានពីមុនមកបេសកកម្មប្រយុទ្ធជាផ្លូវការដំបូងរបស់ F-35 បានកើតឡើងនៅក្នុងឆ្នាំ2018នៅពេលដែលកងម៉ារីនអាមេរិកបានដាក់ពង្រាយវាសម្រាប់ប្រតិបត្តិការជាក់ស្ដែងវាបានបង្ហាញភស្តុតាងដ៏សំខាន់មួយគឺយន្តហោះនេះមិនមែនត្រឹមតែជាក្តីសុបិននៃបច្ចេកវិទ្យាជាន់ខ្ពស់នោះទេតែវាអាចប្រយុទ្ធអាចរស់រាននិងអាចហោះត្រឡប់មកផ្ទះវិញបានអ្វីដែលសំខាន់ជាងនេះទៅទៀតវាបានបង្ហាញពីភាពខ្លាំងពិតប្រាកដរបស់វានោះគឺឧត្តមភាពនៃព័ត៌មានជំនួសឲ្យការគ្រាន់តែបាញ់អាវុធ F-35 ប្រមូលទិន្នន័យចែករំលែកវាទៅកាន់អង្គភាពជើងគោកនាវានិងយន្តហោះផ្សេងៗទៀតហើយបង្កើតបានជាផែនទីសមរភូមិតាមពេលវេលាជាក់ស្ដែងវាមិនមែនត្រឹមតែជាយន្តហោះចម្បាំងប៉ុណ្ណោះទេប៉ុន្តែវាគឺជាមជ្ឈមណ្ឌលបញ្ជាការដែលហោះហើរបានការធ្វើបច្ចុប្បន្នភាពកម្មវិធីត្រូវបានបន្ថែមជាបន្តបន្ទាប់អាវុធថ្មីៗត្រូវបានបញ្ចូលនិង sensor ថ្មីៗត្រូវបានសាកល្បងវាត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងរយៈពេលរាប់ទសវត្សរ៍អ្វីដែលបានចាប់ផ្ដើមជាការពិសោធន៍ដ៏ប្រថុយប្រថាននិងមានតម្លៃថ្លៃបានក្លាយជាស្តង់ដារថ្មីសម្រាប់កងទ័ពអាកាសទំនើបវាគឺជានិមិត្តរូបនៃយុគសម័យថ្មីដែលព័ត៌មានគឺជាអំណាចនៅកន្លែងដែលល្បឿនជួបជាមួយបញ្ញានិងជាកន្លែងដែលអនាគតនៃអានុភាពផ្លូវអាកាសបានមកដល់ជួបគ្នានៅវីដេអូក្រោយជាមួយ Tactical Vision